ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងមករៀនធ្វើទឹកល្ពៅដែលមានរសជាតិឈ្ងុយឆ្ងាញ់ចាហើយល្ពៅនេះផងដែរគឺសាច់វាល្អមែនទែនល្មួតហើយមានរសជាតិផ្អែមទៀតបងប្អូនចាហើយគ្រឿងផ្សំរបស់ទឹកល្ពៅនេះគឺរួមមានខ្ញុំប្រើប្រាស់ចំនួនសាច់ល្ពៅគឺចំនួន900ក្រាមខ្ទិះដូង800មីលីលីត្រស្ករ150ក្រាមទឹកដោះគោស្រស់300ជាមួយនឹងទឹកធម្មតាណាគឺ200មីលីលីត្របន្ទាប់ពីយើងធ្វើការពុះល្ពៅរួចហើយគឺយើងធ្វើការចិតសំបកបងប្អូនទាំងអស់គ្នាហើយការចិតសំបកនេះផងដែរគឺខ្ញុំចិតឲ្យស្អាតតែម្ដងចានិយាយទៅគឺចិតសំបកឲ្យអស់តែម្ដងចាហើយសាច់ល្ពៅគឺបងប្អូនឃើញអញ្ចឹងគឺសាច់លឿងល្អមែនតើសាច់លឿងហើយស្អិតហើយលក្ខណៈមានរសជាតិផ្អែមបងប្អូនចាបន្ទាប់ពីយើងបានកាត់តងរបស់វាចោលហើយគឺត្រូវការខ្វែគ្រាប់ចាញ់បងប្អូនចាបន្ទាប់ពីយើងខ្វះគ្រាប់វាចេញអស់ហើយយើងធ្វើការកាត់វាជាកង់យ៉ាងធំល្មមដើម្បីងាយស្រួលក្នុងការចិតសំបកចាពីព្រោះសំបកល្ពៅវានិយាយទៅវាអដេកអដប់ច្រើនណាបងប្អូនទាំងអស់គ្នាអញ្ចឹងតើយើងហាន់វាមកទំហំល្មមដើម្បីងាយស្រួលក្នុងការចិតសំបកចាបន្ទាប់ពីយើងបានចិតសំបករួចរាល់ហើយយើងធ្វើការចាត់វាជាចំណិតរាងតូចៗដើម្បីងាយស្រួលយើងយកទៅចំហុយបងប្អូនចាបន្តមកទៀតគឺយើងធ្វើការលាងទឹកហើយល្ពៅនេះផងដែរខ្ញុំធ្វើការលាងទឹកចំនួន3ទឹកបងប្អូនអរគ្នា
ចាបន្ទាប់ពីយើងបានលាងទឹកស្អាតអស់ហើយនេះគឺជាគ្រឿងផ្សំដែលយើងធ្វើទឹកល្ពៅរបស់យើងចាមានទឹកល្ពៅស្ករសជាមួយខ្ទិះដូងនិងទឹកដោះគោស្រស់ចាជាដំបូងគឺយើងត្រូវដាក់ឆ្នាំងរបស់យើងឆ្នាំងចំហុយយើងនឹងឲ្យក្តៅសិនមុននឹងយើងរៀបចំដាក់ចំហុយល្ពៅយើងបងប្អូនទាំងអស់គ្នាបន្ទាប់ពីឆ្នាំងយើងរៀងក្តៅហើយបានយើងចាប់ខ្ញុំប្រើស្លឹកចេកដើម្បីទ្រាប់បាតហ្នឹងបន្ទាប់មកគឺខ្ញុំចាក់ល្ពៅចូលចាចំនួនល្ពៅគឺខ្ញុំប្រើសាច់ល្ពៅចំនួន900ក្រាមចាយើងរៀបចំបែបនេះមកហើយយើងចំហុយវាប្រហែលជា15នាទីឯងបងប្អូនទាំងអស់គ្នាគឺឆ្អិនលឿនមែនតើចានេះបងប្អូនទាំងអស់គ្នាបន្ទាប់ពី15នាទីគឺយើងថាយើងចុចមើលទៅគឺសាច់ល្ពៅឆ្អិនលឿនឯងបងប្អូនទាំងអស់គ្នាឈ្ងុយហើយល្មួតហើយលក្ខណៈថាផ្អែមទៀតបងប្អូនទាំងអស់គ្នាចាល្ពៅនេះពេលដែលយើងចំហុយហើយយើងទុកវាត្រជាក់សិនណាបងប្អូនទាំងអស់គ្នាមុននឹងយើងយកមកក្លុកចានេះខ្ញុំបានទុកវាយ៉ាងចុះត្រជាក់ហើយទើបខ្ញុំយកមកក្លុកចាហើយការកន្លងនេះផងដែរគឺខ្ញុំដាក់ជាមួយនឹងទឹកដោះគោស្រស់សរុបទាំងអស់ហ្នឹងគឺ300 ml បងប្អូនទាំងគ្នាចាខ្ញុំប្រើប្រាស់300 ml ដំបូងខ្ញុំចាក់100 ml បន្ទាប់មកខ្ញុំចាក់200 ml ទៀតណាបងប្អូនទាំងគ្នាចាដើម្បីឲ្យម៉ាស៊ីនរបស់យើងហ្នឹងវាងាយដំណើរការវាស្រួលកន្លុកណាបងប្អូនទាំងគ្នាឬក៏បងប្អូនទាំងគ្នាអាចប្រើទឹកមុនក៏បានឬក៏ដោះគោស្រស់មុនក៏បានដែរអត់បញ្ហាទេបងប្អូនទាំងគ្នាចាអានេះគឺខ្ញុំចាក់ជាមួយនឹងដោះគោស្រស់តែម្ដងទៅហើយយើងធ្វើការកន្លុកចាត្រង់នេះផងដែរគឺខ្ញុំប្រើប្រាស់សភាដើម្បីជួយកូរវាបងប្អូនទាំងអស់គ្នាចាព្រោះម៉ាស៊ីនដល់ពេលវាលក្ខណៈថាល្ពៅវារៀងស្អិតបងប្អូនទាំងអស់គ្នាអញ្ចឹងហើយយើងយកសភារុញវាទៅគឺដើម្បីឲ្យល្បាយរបស់យើងហ្នឹងវាឆាប់ម៉ត់លឿនអញ្ចឹងណាវាជួយសម្រួលដល់ម៉ាស៊ីនយើងដែរចាបន្ទាប់មកខ្ញុំប្រើទឹកធម្មតាតែ200 ml ទេបងប្អូនទាំងគ្នាចាព្រោះខ្ញុំចាក់នៅសល់100 ml បងប្អូនទាំងគ្នានិយាយទៅរូបភាពនេះបង្ហាញ300 ml ប៉ុន្តែខ្ញុំចាក់តែ200 ml ទេណាបងប្អូនចាបន្ទាប់ពីយើងបានកន្លុករួចហើយល្បាយយើងម៉ត់អស់ហើយយើងផ្ទេរវាចូលឆ្នាំងចាពីព្រោះយើងត្រូវការលាយជាមួយនៅស្ករសខ្ញុំប្រើ150ក្រាមចាបន្តមកទៀតខ្ញុំដាក់ជាមួយនឹងទឹកខ្ទិះ800 ml ចាបន្តមកខ្ញុំធ្វើការកូរល្បាយនឹងចូលគ្នាទៅចាបញ្ជាក់ណាបងប្អូនទាំងគ្នាពេលខ្ញុំកូរល្បាយនេះចូលគ្នាខ្ញុំអត់បានបើកភ្លើងទេខ្ញុំគ្រាន់តែដាក់វាបញ្ចូលគ្នាសិនបន្ទាប់មកទើបខ្ញុំធ្វើការបើកភ្លើងតាមក្រោយចាឲ្យភ្លើងដំបូងនេះគឺយើងបើករៀងខ្លាំងតិចទៅអត់អីទេចាហើយយើងធ្វើការបើកដំបូងហ្នឹងគឺយើងធ្វើការកូរវាដើម្បីឲ្យវារលាយសព្វបានល្អហើយកុំឲ្យវាខ្លោចបាតណាបងប្អូនគ្នាបន្ទាប់ពីយើងធ្វើការកូរវាហើយយើងអាចគ្របគម្របហើយរងចាំវាពុះម្សៅសិនបងប្អូនចាហើយបន្ទាប់ពីពុះយើងបើកគម្របហើយយើងធ្វើការកូរបន្ថែមទៀតប៉ុន្តែពេលនេះយើងកូរគឺយើងបន្ថយភ្លើងតិចបងប្អូនទាំងគ្នាពីព្រោះទឹកល្ពៅរបស់យើងគឺបានឆ្អិនហើយបងប្អូនចាបន្ទាប់ពីឆ្អិនហើយកុំភ្លេចដាក់ជាមួយនឹងអំបិលបន្តិចចាខ្ញុំដាក់កន្លះស្លាបព្រាកាហ្វេចាហើយយើងធ្វើការកូរបន្តិចទៀតបងប្អូន
ចានេះគឺយើងកូននៅលើភ្លើងលឹមយើងប្រើភ្លើងតូចណាបងប្អូនចាហើយបន្តមកទៀតគឺយើងអាចធ្វើការភ្លក់នៅរសជាតិដែលយើងចង់បានចាចំពោះរសជាតិនេះគឺនិយាយទៅគឺឆ្ងាញ់តែម្ដងបងប្អូនទាំងគ្នាបងប្អូនចង់ដាក់ក្លាសេញ៉ាំក៏បានឬក៏បងប្អូនដាក់ទឹកកកញ៉ាំក៏បានដែរចាអញ្ចឹងគឺយើងបានធ្វើរសជាតិសាច់ជាមួយទឹករបស់យើងហើយយើងទុកវាឲ្យយើងត្រជាក់សិនមុននឹងយើងច្រកចូលកែវបងប្អូនទាំងគ្នាចានៅពេលវាក្តៅវានៅរៀងរាវឯងបងប្អូនទាំងគ្នាប៉ុន្តែបន្ទាប់ពីយើងដាក់នៅក្នុងទូទឹកកកវាត្រជាក់ស្អែកឡើងគឺវារៀងខាប់ហើយបងប្អូនចាប្រើបរិមាណដែលខ្ញុំប្រាប់បងប្អូនទាំងគ្នាហ្នឹងណាចាខ្ញុំធានាឲ្យថាវាឆ្ងាញ់បងប្អូនចាយើងដាក់ទឹកកកក៏ឆ្ងាញ់ញ៉ាំអត់ដាក់ទឹកកកក៏ឆ្ងាញ់ដែរចាបន្ទាប់ពីខ្ញុំបានទុកលបាយនឹងរៀងឲ្យវាត្រជាក់ហើយទឹកល្ពៅយើងត្រជាក់ហើយខ្ញុំកាត់ស្លឹកចេកធ្វើកត្រងហើយបងប្អូនទាំងគ្នាចាពោះកុំឲ្យពិបាកឆក់ចាអញ្ចឹងយើងអាចឆក់ចូលកែវបានហើយបងប្អូនចាដល់ពេលដែលវាក្តៅចេះវាលក្ខណៈថាវាទឹមក្តៅអ៊ុនអ៊ុនអញ្ចឹងវារៀងរាវចាប៉ុន្តែនៅពេលដែលយើងខ្លះសេទៅវារៀងខាប់បន្តិចបងប្អូនទាំងគ្នាប៉ុន្តែរសជាតិគឺនៅតែឆ្ងាញ់ហើយយើងអាចបន្ថែមជាមួយទឹកកកបន្តិចទៅគឺអេមហ្មងបងប្អូនចាហើយទឹកល្ពៅរបស់យើងគឺបានរួចរាល់ហើយបងប្អូនទាំងអស់គ្នាហើយបើបងប្អូនចូលចិត្តសូមមេត្តាជួយ like និង subscribe channel របស់ណាសាឲ្យបានច្រើនផងអរគុណដើម្បីទទួលបានវីដេអូថ្មីផងដែរជម្រាបលាបាយបាយ